សួស្តីបងប្អូនអ្នកទី6ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញយើងពីរបៀបនៃការបដូរប្រភេទឲ្យទៅជាភាគរយដែលមាន3វិធីសាស្ត្រផ្សេងគ្នាគឺទី1គឺការធ្វើឲ្យភាគបែងស្មើនឹង100ទី2គឺយើងធ្វើតាមសមាមាត្រនិងទី3យើងគុណនឹង100%តែម្ដងអញ្ចឹងយើងទៅមើលវិធីសាស្ត្រទី1ឧទាហរណ៍អ្នកគ្រូមានប្រភេទ2ភាគ5អញ្ចឹងគ្រូចង់ដឹងថាវាស្មើនឹងប៉ុន្មានភាគរយអញ្ចឹងភាគបែងវាគឺមាន5ហើយយើងគុណតែមិនឃើញ100អញ្ចឹងយើងគុណបន្ថែមនឹង20អញ្ចឹងកាលណាភាគបែងគុណនឹង20ប្រយោគរបស់យើងគឺត្រូវគុណនឹង20ដូចគ្នាយើងបាន40នៅលើ100យើងស្មើ40%តែឥឡូវយើងចូលដល់វិធីសាស្ត្រទី2គឺយើងធ្វើតាមសមាមាត្រអញ្ចឹងយើងមានប្រភេទ2ភាគ5ត្រូវស្មើ n នៅលើ100បានន័យថា5ហ្នឹងគឺត្រូវស្មើនឹង100%ហើយ2នេះស្មើនឹង n ភាគរយអញ្ចឹងយើងទាញទៅ n ហ្នឹងតើស្មើប៉ុន្មានភាគរយអញ្ចឹងដើម្បីដោះស្រាយបានយើងធ្វើគុណខ្វែងអញ្ចឹងយើងបាន5គុណឲ្យ n ស្មើ2គុណ1 100យើងទាញទៅ n មកគឺបាន40%ចូលដល់វិធីសាស្ត្រចុងក្រោយគឺយើងគុណនឹង100%យកតែម្ដងអញ្ចឹងបើយើងមានប្រភេទប្រមាណគឺយើងយកមកគុណនឹង100%តែម្ដងមកឧទាហរណ៍ដូចអ្នកគ្រូមាន2ភាគ5អញ្ចឹងចង់ដឹងថាស្មើប៉ុន្មានភាគរយគុណនឹង100%ហ្នឹងមកអញ្ចឹងគុណចែកលេខមកគឺបាន40%ដូចគ្នាអញ្ចឹងមាន3វិធីសាស្ត្រអញ្ចឹងបងប្អូនគិតថាមួយងាយងាយយល់ជាងជ្រើសរើសយកមួយនឹងមកសម្រាប់អ្នកគ្រូគឺវិធីសាស្ត្រទី3